ប្រជុំរឿងខ្មែរភាគ1រឿងមនុស្ស4នាក់កាលពីព្រឹកនេះមានបុរសឆោត4នាក់ព្រមព្រៀងគ្នាដើររៀងក្តីលុះដើរបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ពេលចែកទៅចែកមកនៅសល់អណ្ដើកមួយមនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើកមួយដដែលមិនដឹងគិតធ្វើដូចម្ដេចបុរសទាំង4នាក់នោះទាល់គំនិតក៏អង្គុយមើលមកគ្នាធ្វើភ្នែកលេះលក់ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទេសនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបុរសម្នាក់នោះឃើញឆោតដូចគ្នាក៏សាចហើយនិយាយនឹងបុរស4នាក់នោះមើលទៅអ្នកដូចជាមិនសូវប្រសប់សោះបុរស4នាក់គ្រាន់តែឮសំដីប៉ុណ្ណោះក៏និយាយថាអើលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសម្នាក់នោះឮដូច្នោះក៏ដើរចូលទៅអង្គុយចិត្តចាប់អណ្ដើក5នោះមកហើយរើសអណ្ដើកណាដែលធំជាងគេយកមកទ្របអង្គុយនៅសល់អណ្ដើក4ចែកឲ្យបុរស4នាក់នោះម្នាក់មួយបុរស4នាក់ក៏សុខចិត្តរៀងខ្លួនហើយទាំងអស់គ្នាគេសួរថាអ្នកមើលទៅអ្នកប្រហែលជាចេះក្តីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់អ្នកត្រូវទន្ទិញតាមខ្ញុំបុរស4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ឲ្យអ្នកទាំង4នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់បុរសទី1ថាទំពក់វាទៅភ្នៅវាជ្រុះបុរសទី2ថាមានប្រឡាយទឹកវាហូរបុរសទី3ថាមានសម្រាមឆ្កែវាជុះបុរសទី4ថាមែនគេថាបុរស4នាក់ក៏ទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទះនឹងយាយចាស់មួយម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមឲ្យហើយបុរសនោះនាំគ្នាសំណាក់នៅផ្ទះយាយនោះទៅយប់នោះអ្នកទាំង4ក៏នាំគ្នាទន្ទិញពាក្យក្តីដែលបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់ទាល់តែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់ចេះតែនិយាយទន្ទិញទាល់តែភ្លឺតែមិនដឹងពាក្យថាដូចម្ដេចស្ដាប់មិនបានសោះខ្ញុំខានដេកវល់ប្រាប់ហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ក៏ឲ្យបម្រើទៅហៅបុរសទាំង4នាក់នោះមកឲ្យសួរថាហេតុដូចម្ដេចបានជាទន្ទិញអ្វីទាល់តែភ្លឺរោគតែយាយចាស់គាត់ដេកពន់មិនបានចុះដែលឯងទន្ទិញនោះទៅទន្ទិញពាក្យអ្វីតើទន្ទិញពាក្យអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតថាចុះឯងរៀបរាប់សូត្រពាក្យនោះម្ដងម្នាក់ទៅមើលអញស្ដាប់បុរសទី1ថាទំពក់វាទៅភ្នៅវាជ្រុះបុរសទី2ថាមានប្រឡាយទឹកវាហូរបុរសទី3ថាមានសម្រាមឆ្កែវាជុះឯបុរសទី4ថាមែនគេថាស្ដាប់ពាក្យនោះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់ត្រូវទៅជាខ្ញុំបម្រើយាយចាស់នេះបុរសអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយនោះទៅយាយនោះគាត់ប្រាឲ្យធ្វើការសັບសារពើតែរាល់ថ្ងៃលុះនៅនឹងយាយនោះបាន2-3ខែទៅយាយគាត់ប្រាប់បុរសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅដល់ព្រៃធំហើយដើររកឈើណាដែលមានប្រហោងទៅកាប់លុះចូលទៅដល់ក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើមមានប្រហោងបុរសទាំង4និយាយគ្នាថាយើងបានប្រទះឃើញប្រហោងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបុរសទាំង4នាក់មូលមាត់គ្នាក៏កាប់រលំឈើប្រហោងនោះលុះឈើចិត្តរលំបុរសទាំង4អ្នកស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើ
យើងក្រែងធ្វើទុកមិនកើតបុរសម្នាក់ក៏ស្ទុះទៅចាំត្រូដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញេញបុរស3នាក់ឃើញដូច្នោះក៏នាំគ្នាសើចយើអានេះខ្លាំងណាស់វើយឈើទំហំប៉ុណ្ណឹងកោតតែវាទ្រាំបានហើយវាសាច់ថែមទៀតបុរស3នាក់នាំគ្នាមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រេចហៅយីមកឆាប់ឡើងនឹងអាទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលការដឹងថាបុរសនោះស្លាប់បុរស3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេយើងនៅមុខជាគេដឹងថាយើងវាសម្លាប់អានេះបើដូច្នេះត្រូវយើងនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលជប់វង្វេងផ្លូវមិនដឹងរត់ទៅណាក៏ស្រាប់តែវិលវល់ទៅត្រង់កំពង់ផ្ទះយាយហើយនាំគ្នាលួចទូកយាយនោះទៅត្រែមកខាងបុរសទាំង3នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សែងបែរមុខទៅខាងកន្សែងម្នាក់នៅខាងក្បាលក៏បែរមុខទៅជាខាងក្បាលម្នាក់ទៀតអង្គុយកតាបាច់ទឹកទូកតែមិនបានស្រែកខ្សែចំណងទូកនោះចេញចាស់តែនាំគ្នាមួយយប់តភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងយាយចាស់ចុះដងទឹកប្រទេសបុរស3នាក់ហើយស្រែកថាយើអានេះរត់ទៅណាបុរស3នាក់ក្រឡេកឃើញយាយចាស់នៅយាយចាស់ជាចវាយខ្លួនក៏ទោះប្រាជ្ញាមិនដឹងបើរត់ទៅណាក៏ទៅនៅបំរើយាយចាស់វិញដដែលទៅអរគុណបងប្អូនដែលចូលស្ដាប់នៅរឿងនិទានខ្មែរភាគ1របស់យើងខ្ញុំរហូតដល់ចប់ខ្ញុំក៏ស្នើពរសូមឲ្យបងប្អូនមិត្តអ្នកអានទាំងអស់ក៏ដូចជាអ្នកដែលបានស្ដាប់សូមមេត្តាជួយចុច Subscribe Channel របស់ខ្ញុំដើម្បីទទួលបាននៅរឿងនិទានថ្មីៗបន្ថែមទៀត